ជំរាបសួរបងប្អូនអ្នកគ្នាណាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីសម្រាប់ថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នាអំពីរបៀបឆែកលេខទូរស័ព្ទខ្លួនឯងហ្នឹងហើយសម្រាប់ប្រព័ន្ធមិត្តហ្វូនហើយនិងប្រព័ន្ធសារខាតហ្នឹងហើយបងប្អូនអ្នកគ្នាសម្រាប់បងប្អូនអ្នកគ្នាដែលអត់ចេះឆែកមើលលេខខ្លួនឯងចាំបងប្អូនអ្នកគ្នាទស្សនាវីដេអូនេះបងប្អូនអ្នកគ្នានឹងចេះឆែកមើលលេខអស់យើងហ្នឹងហើយបងប្អូនអ្នកគ្នាវិធីសាស្ត្រក្នុងការឆែកគឺអត់មានអីពិបាកទេយើងគ្រាន់តែចុចផ្កាយ1202ត្រង់ជ្រូកបញ្ជូនឥឡូវទីថាបងប្អូនអ្នកគ្នាប្រើប្រាស់ SIM 2អញ្ចឹងបងប្អូនអ្នកគ្នាចង់ដឹងថាមិត្តហ្វូនគេឆែកលេខមិនគឺបងប្អូនអ្នកគ្នាចុចអញ្ចឹងមកហើយយើងចុចបញ្ជូនមកហ្នឹងហើយលេខយើងប្រមាណលេខយើងប្រមាណខ្លះណាបងប្អូនអ្នកគ្នាអញ្ចឹងពេលដែលបញ្ជូនទៅគឺវាវិលអញ្ចឹងនេះបងប្អូនអ្នកគ្នាអញ្ចឹងវាប្រាប់ទាំងអស់ណាលេខសម្រាប់លេខយើងហ្នឹងហើយនេះសម្រាប់ SIM 1គឺសារខាតបងប្អូនអ្នកគ្នានេះគឺខ្ញុំដាក់សារខាតនៅ SIM ទី1ហ្នឹងហើយបងប្អូនអ្នកគ្នាខ្ញុំច្រឡំអីណាហ្នឹងហើយនេះគឺនេះលេខជាលេខរបស់ខ្ញុំហើយនឹងឈ្មោះរបស់ខ្ញុំហើយនឹងលេខអត្តសញ្ញាណប័ណ្ណអីអញ្ចឹងទៅបងប្អូនអ្នកគ្នាណាសម្រាប់សម្គាល់លេខហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់លេខនីមួយគឺតែងតែមានលេខអត្តសញ្ញាណប័ណ្ណមានអីអញ្ចឹងទៅបងប្អូនអ្នកគ្នាហើយសម្រាប់យើងឆែកលេខ97ក៏ដូចគ្នាបងប្អូនអ្នកគ្នាយើងគ្រាន់តែចុចលេខដូចគ្នានឹងដដែលកាយ1202ត្រង់ជ្រូកហើយយើងបញ្ជូនមក SIM 97មកហ្នឹងហើយបងប្អូនអ្នកគ្នាណានេះឃើញទេគឺបងប្អូនអ្នកគ្នាឃើញលេខដូចគ្នាកុំថាប្រព័ន្ធតែមួយណាសម្រាប់076គឺប្រព័ន្ធសារខាតបងប្អូនអ្នកគ្នាណាគឺលេខរបស់ខ្ញុំខុសគ្នាតែ097ហើយនិង076ឯងបងប្អូនអ្នកគ្នាហ្នឹងហើយនេះគឺជាឈ្មោះរបស់ខ្ញុំដូចគ្នាហើយនឹងលេខអត្តសញ្ញាណប័ណ្ណដូចគ្នាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងសម្រាប់ព័ត៌មានអីបន្ថែមបងប្អូនអ្នកគ្នាអាច call ទៅ1404បើសិនជាបងប្អូនអ្នកគ្នាមិនយល់ថងចំណុចណាបងប្អូនអ្នកគ្នាអាច call ទៅ1404ដើម្បីជួបជាមួយនឹងភ្នាក់ងារបម្រើអតិថិជនរបស់ក្រុមហ៊ុនមិនថា Smart ឬមួយក៏012ឬមួយក៏ Smartphone គឺយើង call ទៅ1204ដូចគ្នាបងប្អូនអ្នកគ្នាណាអញ្ចឹងយើងអាច call បានហើយលេខរបស់យើងគឺកន្លែងនេះហើយឈ្មោះដូចជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងណាបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាបើសិនជាចូលចិត្តវីដេអូមួយហ្នឹងអាចជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់